เรื่องโมหะเปียโนปีเรียนไสยព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងព្រះធម៌ទេសនាអ្នកយកដងខ្លួនធ្វើជាស្ពានសម្រាប់ចម្លងទុក្ខអ្នកដទៃនេះជាព្រះពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គថ្លែងនៅវត្តចេតពុនអំពីការលះបង់ដ៏អស្ចារ្យមួយដែលព្រះពោធិសត្វបានសាងដើម្បីស្វែងរកសេចក្តីសុខជូនអ្នកដែលរស់នៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គនៅពេលដែលព្រះភិក្ខុសង្ឃទាំងឡាយកំពុងពិភាក្សាអំពីគុណសម្បត្តិនៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ថ្លែងទៅកាន់ភិក្ខុទាំងនោះថាមិនមែនតែក្នុងជាតិនេះទេដែលតថាគតជួយសង្គ្រោះសត្វលោកសូម្បីតែពីអតីតជាតិស្ថិតក្នុងឋានៈជាសត្វក្តីក៏តថាគតធ្លាប់បានបូជាជីវិតផ្ទាល់ដើម្បីផ្ដល់សេចក្តីសុខដល់អ្នកដទៃដែររួចព្រះមហាបរមគ្រូសម្ដែងព្រះធម៌ទេសនាដែលមានអត្ថន័យដូចតទៅមានសេចក្តីដំណើរថាកាលពីអតីតកាលយូរលង់ណាស់មកហើយដែនកាសីមានស្ដេចពាណូមួយរស់នៅដោយសុខសាន្តជាមួយពាណូទាំងឡាយចំនួន 80000 នាក់នៅតាមមាត់ទន្លេគង្គានាព្រៃហេមពៀនមានដើមស្វាយមួយដើមដ៏ធំខ្ពស់មានមេសាខាគួរជាទីមនោរម្យដើមស្វាយដ៏ធំនេះជាជំរកប្រចាំជីវិតផងជាកន្លែងផ្ដល់អាហារដល់សត្វពាណូទាំងឡាយនោះផងនៅក្បែរគល់ស្វាយតែមានផ្លែខ្ចីទុំធ្លាក់ដេរដាស់ជាចំណីបរិបូរណ៍សម្រាប់សត្វពាណូទាំងឡាយនោះថ្ងៃមួយស្ដេចពាណូបានពិចារណាក្នុងចិត្តថាថ្ងៃណាមួយពួកយើងប្រកាសជាមានគ្រោះថ្នាក់ជាមិនខានប្រសិនបើមានស្វាយទុំណាមួយខាងមេឃលើមាត់ទន្លេធ្លាក់ចុះទៅក្នុងទឹកនោះគិតដូច្នេះហើយស្ដេចពាណូបានប្រមូលសត្វពាណូទាំងអស់មកប្រាប់ថាណែអ្នកទាំងអស់គ្នាចូលប្រយ័ត្នឲ្យបានហ្មត់ចត់ជាទីបំផុតកុំឲ្យស្វាយទុំខាងមេឃដែលដុះលើមាត់ទន្លេនោះជ្រុះធ្លាក់ទៅក្នុងទឹកឲ្យសោះយើងអាចទទួលគ្រោះមហន្តរាយដល់ជីវិតបើកាលណាពួកមនុស្សរើសផ្លែស្វាយនេះបានដូច្នេះចូលអ្នកទាំងអស់គ្នាឆាប់បេះឬកំទេចចោលនៅផ្លែឈើខ្ចីៗដែលដុះចេញពីមែកឈើមាត់ទន្លេយើងធ្វើយ៉ាងនេះដើម្បីជៀសវាងកុំឲ្យមានផ្លែណាមួយទុំជ្រុះទៅក្នុងទឹកហើយអាចរសាត់តាមទឹកហូរធ្លាក់ដល់ដៃមនុស្សដែលរស់នៅតាមមាត់ទន្លេគង្គាខាងក្រោមសត្វពាណូទាំងឡាយក៏ប្រុងប្រយ័ត្នធ្វើតាមបញ្ជានៃស្ដេចពាណូហើយបានរស់នៅដោយសុខសាន្តតរៀងមកព្រះបាទព្រហ្មទត្តទ្រង់គង់នៅក្រុងពារាណសីហើយទ្រង់គ្រប់គ្រងព្រះរាជាណាចក្រដោយសុខក្សែមខ្សាន្តថ្ងៃនេះព្រះរាជាហែហមដោយនិមឺនសពមុខមន្ត្រីជាច្រើនបានយាងទៅក្រសាលស្រង់ទឹកនៅទន្លេគង្គាដែលហូរកាត់មុខព្រះបរមរាជវាំងពួកសេនាប្រុសស្រីទាំងឡាយមានភាពរីករាយក្នុងថ្ងៃសម្រាកនេះជាពន់ពេកអ្នកខ្លះមុជហែលលេងតាមចរន្តទឹកដ៏ថ្លាឆ្វង់ដែលហូរធ្លាក់មកពីភ្នំហេមពៀនអ្នកខ្លះទៀតស្ទូចត្រីខ្លះបងសំណាញ់រាយមងឬចៅទុកលេងបញ្ចេញសម្លេងខ្ញៀវខ្ញាឬរំពងអើងកងក្នុងទន្លេគង្គាហាក់ដូចជាមានសេចក្តីសុខសាន្តដ៏ប្រពៃស្ថិតក្នុងសភាពដ៏សប្បាយរីករាយនេះស្រាប់តែមានសេនា2នាក់ស្រែកឆោឡោឡើងថាណែអ្នករាល់គ្នាមកនេះយើងបងសំណាញ់ទៅបានផ្លែឈើមួយធំណាស់ហើយមានក្លិនក្រអូបឈ្ងុយឈ្ងប់តែម្ដងចម្លែកណាស់យំពុំដែលបានជួបផ្លែឈើដូចនេះទេពីមុនមកបន្ទាប់មកគេក៏យកផ្លែឈើដ៏ធំនោះទៅថ្វាយព្រះរាជាព្រះបាទព្រហ្មទត្តទ្រង់ទតផ្លែឈើនោះហើយព្រះអង្គទ្រង់ឆ្ងល់ជាពន់ពេកអំពីប្រភពនៃដើមឈើនោះព្រះអង្គទ្រង់បានបញ្ជាឲ្យសេនាម្នាក់ទៅអញ្ជើញព្រានព្រៃមកសួរអំពីប្រភពនៃផ្លែឈើនោះក្រោយពីបានពិនិត្យផ្លែឈើរួចហើយនាយព្រានព្រៃបានទូលព្រះបាទព្រហ្មទត្តថាផ្លែឈើនេះពិតជាផ្លែស្វាយដែលដុះតាមមាត់ទន្លេគង្គានៃព្រៃហេមពៀនប្រកបមែនដោយបានទទួលរាជានុញ្ញាតពីព្រះបាទព្រហ្មទត្តព្រានព្រៃក៏ភ្លក់ផ្លែស្វាយនោះហើយព្រះរាជាព្រមទាំងនិមឺនសពមុខមន្ត្រីធំក៏បានភ្លក់រសជាតិផ្លែស្វាយទុំនោះបន្តិចម្នាក់គ្រប់គ្នាដែរដោយត្រូវទឹកសន្សើមនៃព្រៃហេមពៀនវេលាយប់និងកម្ដៅព្រះអាទិត្យនៅពេលថ្ងៃផ្លែស្វាយនោះមានរសជាតិផ្អែមពិសេសហើយធំជាងផ្លែស្វាយនានាដែលធ្លាប់មាននៅដែនកាសីរសជាតិស្វាយដ៏ផ្អែមឈ្ងុយឈ្ងប់នោះបានធ្វើឲ្យព្រះបាទព្រហ្មទត្ត
ទ្រង់ដិតអារម្មណ៍រហូតបណ្ដាលឲ្យព្រះអង្គទ្រង់រវើរវាយសឹងតែធ្វើការលែងកើតព្រះអង្គគិតតែអំពីផ្លែស្វាយនោះរហូតយល់សពឃើញទាំងដើមទាំងផ្លែលឿងទុំបក់រยิញរយងតាមខ្យល់គួរជាទីរីករាយពន់ពេកបន្ទាប់មកព្រះបាទព្រហ្មទត្តទ្រង់បានត្រាស់បង្គាប់នៃព្រានព្រៃនិងពលសេនារៀបចំក្បួនទ័ពសំពៅមួយនាំព្រះអង្គឡើងទៅកាន់ព្រៃហេមពាន្តការធ្វើដំណើរត្រូវចំណាយពេលអស់មួយថ្ងៃគត់ក្បួនទ័ពសំពៅក៏បាននាំព្រះរាជាមកដល់ដៃទន្លេគង្គានៃព្រៃហេមពាន្តដោយបំណងដោយសុវត្ថិភាពពេលនោះនាយព្រានព្រៃបានទូលថ្វាយព្រះបាទព្រហ្មទត្តដោយចង្អុលទៅដើមស្វាយពីចម្ងាយថាបបពិតព្រះរាជានោះណគឺជាដើមស្វាយទឹកដែលព្រះអង្គកំពុងស្វែងរកក្រាបទូលជាដើមឈើមួយដ៏ធំខ្ពស់សន្ធិផុតដើមឈើនានាប្រកបដោយមេឃសុបទ្រុបគ្របលើមាត់ច្រាំងទន្លេគង្គាព្រះរាជាទ្រង់សពព្រះរាជហឫទ័យឥតកណនាហើយទ្រង់មានព្រះបន្ទូលថាប្រសើរណាស់នាយព្រានព្រៃតែយើងពុំអាចចូលទៅបេះផ្លែវាបានទេព្រោះរាត្រីកាលក៏ឈានចូលមកដល់ដែរយើងត្រូវតែបោះជំរំសម្រាកនៅទីនេះសិនចុះព្រឹកឡើងចាំយើងនាំគ្នាទៅបេះផ្លែស្វាយខណៈនោះអាមាត្យម្នាក់បានទូលថ្វាយព្រះបាទព្រហ្មទត្តថាក្រាបទូលព្រះអង្គនៅលើដើមស្វាយនោះហាក់ដូចជាមានសត្វអ្វីស្ទង់លោតចុះឡើងនៅលើមេឃទំនងដូចជាស្វាព្រះរាជាទ្រង់ទតទៅកាន់ដើមស្វាយហើយក៏មានព្រះបន្ទូលថាអើស្វាមែនតើមានស្វាជាច្រើនតែម្ដងពួកវាហ៊ានមកបេះផ្លែស្វាយយើងស៊ីផងពួកទីហ៊ានចូលអ្នកដុតភ្លើងគប់ឲ្យបានច្រើនដាំលំពេង500ដើមរៀបចំព្យុះហាក់ឡោមព័ទ្ធជុំវិញដើមស្វាយហើយយាមការពារយ៉ាងប្រុងប្រយ័ត្នកុំឲ្យពួកវារត់រួចលុះព្រឹកឡើងពួកយើងនឹងបេះផ្លែស្វាយផងបាញ់ពួកវាយកសាច់ធ្វើជាអាហារផងសកម្មភាពជុំវិញដើមស្វាយព្រមទាំងសម្លេងអ៊ូអររបស់ពលទីហ៊ានធ្វើឲ្យស្វាទាំងនោះមានការផិតភ័យញ័ររន្ធត់យ៉ាងខ្លាំងពួកគេបានយករឿងអាសន្ននេះទៅទូលស្ដេចពាណូថាក្រាបទូលព្រះអង្គពេលនេះយើងមានគ្រោះថ្នាក់ដល់ជីវិតហើយព្រឹកឡើងពួកទាហានមកជានឹងបាញ់ធ្នូសម្រាប់ពួកយើងជាមិនខានតើមានមធ្យោបាយយ៉ាងណាដើម្បីគេចខ្លួនឲ្យរួចពីទីនេះបានទេបើគ្នាយើងមានច្រើនម្លឹងនោះព្រមទាំងកូនចៅតូចទៀតផងស្ដេចពាណូធានាអះអាងដោយគ្មានតក់ស្លុតចំពោះគ្រោះថ្នាក់នោះឡើយហើយពោលថាចូលអ្នកទាំងអស់គ្នាកុំអាលផ្អើលឆាឡោអីហើយចូលតាំងចិត្តឲ្យបានស្ងប់ស្ងាត់ធ្វើហាក់ដូចជាមិនបានឃើញព្រឹត្តិការណ៍អ្វីកើតឡើងខ្ញុំនឹងរកមធ្យោបាយដោះស្រាយជួយសង្គ្រោះជីវិតអ្នកទាំងអស់គ្នាឲ្យបាននៅពេលដែលស្ដេចពាណូពិនិត្យរកហេតុផលដែលនាំឲ្យផ្លែស្វាយធ្លាក់ដល់ដៃមនុស្សនៅតាមមាត់ទន្លេគង្គាខាងក្រោមក៏សង្កេតឃើញសម្បុកអង្ក្រងមួយដ៏ធំទើបស្ដេចពាណូវិនិច្ឆ័យថាសម្បុកអង្ក្រងនោះហើយដែលអាចបិទបាំងផ្លែស្វាយទុំក្នុងនោះបានព្រោះស្វាទាំងឡាយមិនអាចចូលចិត្តបានរីឯស្វាយនោះលុះទុំហើយក៏ជ្រុះធ្លាក់ចូលទៅក្នុងទឹករសាត់ដល់ដៃមនុស្សទើបបណ្ដាលឲ្យយើងមានរឿងដូចនេះឯងពិចារណារួចហើយស្ដេចពាណូក៏ឡើងទៅកាន់មែកស្វាយយ៉ាងខ្ពស់មួយដែលដុះទេទៅមាត់ទឹកទន្លេស្ដេចពាណូបានលោតបោះពួយយ៉ាងខ្លាំងសម្ដៅទៅកាន់ត្រើយម្ខាងទៀតនៃមាត់ទន្លេស្ដេចពាណូបានធ្លាក់ចូលទៅក្នុងកំពត់ព្រៃឫស្សីដ៏ក្រាស់ស្ដេចពាណូបានដកយកវល្លិផ្ដៅដ៏ធំមួយប្រវែង100ជួរធ្នូយកមកចងព័ទ្ធជុំវិញចង្កេះរួចឡើងផុតកំពូលដើមឈើមួយដើមទៀតពីត្រើយម្ខាងស្ដេចពាណូយកវល្លិម្ខាងចងភ្ជាប់នឹងមែកឈើដែលទេមកកាន់មាត់ទន្លេរួចហើយស្ដេចពាណូយល់ខ្លួនលោតបោះពួយយ៉ាងខ្លាំងសម្ដៅទៅកាន់ដើមស្វាយធំរបស់ខ្លួនវិញតែគួរឲ្យសោកស្ដាយណាស់ស្ដេចពាណូលោតពុំដល់កន្លែងវិញដូចបំណងឡើយព្រោះវល្លិខ្លីជាងការស្មានទុកស្ដេចពាណូត្រូវធ្លាក់មកប៉ះចុងមែកស្វាយមួយហើយខ្លួនខំប្រឹងប្រវ៉ាតោងជាប់ដោយដៃទាំងពីរស្ដេចពាណូបានយកដៃទាំងពីរមកតោងបន្តភ្ជាប់ជាមួយមែកស្វាយជំនួសវល្លិផ្ដៅវិញនៅពេលដែលតោងមែកស្វាយជាប់ហើយស្ដេចពាណូបញ្ជាទៅកាន់ពលសេនារបស់ខ្លួនឲ្យនាំគ្នាប្រញាប់ប្រញាល់ឆ្លងលើខ្នងទៅកាន់ត្រើយម្ខាងទៀតពាណូទាំងឡាយបាននាំគ្នាអោនគោរពសុំខមាទោសស្ដេចរបស់ខ្លួនហើយក៏នាំគ្នាឆ្លងលើខ្នងស្ដេចពាណូជាស្ពានបន្តជាមួយវល្លិទៅកាន់ត្រើយម្ខាងទៀតក្នុងពេលឆ្លងនោះ
មាននាយក្រមម្នាក់ឈ្មោះលោកៈលក្ខបៈមានចិត្តច្រណែនឈ្នានីស្ដេចពាណូពីមុនស្រាប់ក៏ឆ្លៀតឱកាសព្យាបាទនាយរបស់ខ្លួនដោយលោតទម្លាក់ខ្លួនយ៉ាងខ្លាំងលើខ្នងនាយរបស់ខ្លួនបណ្ដាលឲ្យស្ដេចពាណូបាក់ឆ្អឹងខ្នងនិងប្រេះបេះដូងមានការឈឺចុកចាប់យ៉ាងខ្លាំងពេលនោះស្ដេចពាណូធ្លាក់ឈាមចេញតាមភ្នែកខ្លះតាមមាត់ខ្លះតាមច្រមុះខ្លះទុក្ខវេទនាដ៏ខ្លាំងក្លាបានកើតឡើងតែទោះបីមានរបួសធ្ងន់យ៉ាងណាក្តីស្ដេចពាណូនៅតែទ្រាំតោងមែកឈើឲ្យបរិវារទាំងអស់ឆ្លងលើខ្នងខ្លួនតទៅទៀតដោយខំប្រឹងតោងមែកស្វាយទប់ខ្លួនឲ្យបរិវារឆ្លងផងនិងមានរបួសខ្លួនយ៉ាងខ្លាំងផងស្ដេចពាណូក៏សន្លប់បាត់ស្មារតីតែដៃទាំងពីរនៅតែតោងមែកឈើដដែលហាក់ដូចជារងចាំពលរេទាំងអស់ឆ្លងបន្តទៀតពេញមួយរាត្រីស្វាទាំង 80000 បានឆ្លងផុតពីគ្រោះទាំងអស់គ្នាព្រះបាទព្រហ្មទត្តទ្រង់ទតឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការរន្ធត់ហរតីស្រក់ទឹកព្រះនេត្រកោតសរសើរព្រមទាំងអាណិតពាណូនេះយ៉ាងខ្លាំងព្រះអង្គពុំបានផ្ទុំពេញមួយរាត្រីព្រះរាជាទ្រង់ពិចារណាថានេះគ្រាន់តែជាសត្វពាណូសោះព្យាយាមប្រឹងប្រែងបណ្ដោះគ្នាគេឲ្យឆ្លងផុតពីគ្រោះថ្នាក់សូម្បីជីវិតរបស់ខ្លួនឯងក៏មិនបានគិតឡើយគិតដូច្នោះហើយព្រះរាជាបានប្រើនាយទាហានដ៏ចំណានយកស្នែងឡើងទៅលើដើមស្វាយហើយនាំគ្នាគ្រាយកពាណូចុះមកក្រោមព្រះរាជាបានបញ្ជាឲ្យគ្រូពេទ្យព្យាបាលរបស់ពាណូគេនាំគ្នាជូតសម្អាតឈាមលើខ្នងលាបប្រេងក្រអូបនិងដណ្ដប់នៅผ้าห่មពណ៌លឿងហើយផ្ដេកស្ដេចពាណូទៅលើក្រែមួយដ៏ប្រណិតព្រះរាជាគង់នៅក្បែរពាណូដែលសន្លប់ពុំដឹងខ្លួនដោយព្រះទ័យញាប់ញ័រយ៉ាងខ្លាំងព្រះអង្គទ្រង់គង់រង់ចាំដោយសង្ឃឹមថាស្ដេចពាណូនឹងបើកភ្នែករស់ឡើងវិញបន្ទាប់មកប្រមាណជាជាង2យាមក្រោយមកស្ដេចពាណូរើខ្លួនបន្តិចម្ដងហើយបើកភ្នែកសម្លឹងមើលអ្នកជុំវិញខ្លួនព្រះរាជាឃើញដូច្នេះក៏មានព្រះរាជហឫទ័យត្រេកអរជាពន់ពេកព្រះអង្គទ្រង់អោនចិត្តត្រជាស្ដេចពាណូហើយពោលដោយរំភើបថាអ្នកយកដងខ្លួនអ្នកធ្វើជាស្ពានសម្រាប់ចម្លងជីវិតអ្នកដទៃដោយអ្នកសុខចិត្តបដូរជីវិតរបស់អ្នកតើអ្នកជាអ្នកណាដែរដោយគ្មានសម្ដែងនៅការតក់ស្លុតបន្តិចបន្តួចឡើយស្ដេចពាណូឆ្លើយទៅកាន់ព្រះរាជាវិញដោយទន់ភ្លន់ថាបបិទ្ធព្រះរាជាដ៏លើសមនុស្សនានានៃដែនកាសីទូលព្រះបង្គំជាស្ដេចពាណូទាំងឡាយនោះជាពលបរិវារកូនចៅរបស់ទូលព្រះបង្គំមិនបារម្ភពីក្តីមរណៈផ្ទាល់ខ្លួនឡើយឲ្យតែទូលព្រះបង្គំអាចរកសេរីភាពជូនពលបរិវាររបស់ទូលព្រះបង្គំបានព្រោះទូលព្រះបង្គំមាននាទីជាអ្នកគ្រប់គ្រងរក្សាសុខុមាលភាពរបស់ពួកគេទូលព្រះបង្គំសប្បាយចិត្តណាស់ដែលទូលព្រះបង្គំបានចម្លងពួកគេឲ្យផុតពីក្តីមហន្តរាយអោព្រះរាជាទូលព្រះបង្គំនិងព្រះអង្គមានមុខនេតិដូចគ្នាអំពើរបស់ទូលព្រះបង្គំថ្ងៃនេះអាចចាត់ទុកបានជាមេរៀនសម្រាប់ព្រះអង្គនិងអ្នកគ្រប់គ្រងព្រះរាជាណាចក្រនានាក្នុងលោកទៅអនាគតសូមព្រះអង្គជ្រាបថាមិនមែនព្រះខ័នឬមកុដរបស់ព្រះអង្គទេដែលធ្វើឲ្យព្រះអង្គទ្រង់ទៅជាព្រះមហាក្សត្រនោះមានតែសេចក្តីមេត្តានិងករុណាចំពោះប្រជានុរាស្ត្ររបស់ព្រះអង្គនោះទេដែលធ្វើឲ្យព្រះអង្គជាព្រះមហាក្សត្រពិតសូមព្រះអង្គទ្រង់ជ្រាបសូមព្រះអង្គកុំយកព្រះរាជអំណាចមកត្រួតត្រាលើប្រជារាស្ត្ររបស់ព្រះអង្គដោយសារតែគ្នាជាប្រជារាស្ត្ររបស់ព្រះអង្គនោះផ្ទុយទៅវិញសូមព្រះអង្គយកធម៌មេត្តានិងករុណាមកអនុវត្តសម្រាប់គ្រប់គ្រងវិញទៅប្រសើរជាងសូមមហាបពិតគ្រប់គ្រងរដ្ឋប្រកបដោយទសពិតរាជធម៌និងមាននៅសង្ឃហធម៌ទាំង4គឺទាន1បិយវាចា1អដ្ឋចរិយា1សមានតា1ចំពោះប្រជារាស្ត្ររបស់ព្រះអង្គសពកាលពោលបានតែប៉ុណ្ណេះមហាពាណូក៏បិទភ្នែកផុតដង្ហើមលាចាកលោកនេះទៅព្រះរាជានិងពលសេនាប្រុសស្រីទាំងឡាយកើតទុក្ខក្រៀមក្រំយំសោកស្ដាយមហាពាណូជាពន់ពេកព្រះបាទព្រហ្មទត្តទ្រង់បានដង្ហែសពមហាពាណូយកទៅធ្វើបុណ្យយ៉ាងអធិកអធមអស់រយៈពេល7យប់7ថ្ងៃនៅឯក្រុងពារាណសីរំលឹកដល់គុណធម៌ដ៏ខ្ពង់ខ្ពស់របស់មហាពាណូដែលបានផ្ដល់ឱវាទសម្រាប់គ្រប់គ្រងរដ្ឋដល់ព្រះរាជា
និងរលឹកដល់គុណធម៌ដ៏ខ្ពង់ខ្ពស់របស់មហាពាណូដែលជាអ្នកលះបង់ជីវិតក្នុងភាពជាអ្នកដឹកនាំព្រះរាជាបានសាងព្រះមហាចេតិយមួយដ៏ប្រណិតថ្វាយដល់មហាពាណូដោយចារឹកនាមនិងឧទ្ទិសទុកថាចេតិយមហាពាណូពារាណសីចាប់តាំងពីពេលនោះមកព្រះបាទព្រហ្មទត្តទ្រង់បានគ្រប់គ្រងព្រះរាជាណាចក្រប្រកបដោយធម៌ដ៏ប្រពៃតាមបណ្ដាំស្ដេចពាណូអំពើដ៏ប្រសើរនេះនាំឲ្យរដ្ឋកាសីទាំងមូលកាន់តែជួបនូវសេចក្តីសុខសេចក្តីចម្រើនរុងរឿងហើយរឹតតែមានកិត្តិយសល្បីល្បាញលើសនគរនានាក្នុងសម័យនោះនៅអវសានកថាព្រះសម្មាសម្ពុទ្ធទ្រង់ប្រជុំជាដកថាស្ដេចពាណូនោះជាព្រះពោធិសត្វដែលអន្ទល់ជាតិមកកើតជាតួអង្គនៃតថាគតនេះឯងដោយការខំសាងបុណ្យបារមីក្នុងជាតិបន្តបន្ទាប់មកហើយដោយជាប់ចិត្តស្រឡាញ់គោរពមហាសត្វពាណូនោះផងព្រះបាទព្រហ្មទត្តក៏បានយងកំណើតមកកើតជាព្រះអនន្តថេរនេះឯងចំណែកឯលោលកបិដែលបៀតបៀនស្ដេចពាណូនោះបានកើតជាទេវទត្ត